បាទសួស្តីអ្នកនរនៅខាងក្រៅខ្នងខ្ញុំនេះគឺជាបណ្ដុំសាកលវិទ្យាល័យកំពូលចំនួន10នៅប្រទេសអូស្ត្រាលីសម្រាប់ការសិក្សាមុខជំនាញដូចជា IT Computer Science ហើយនិង Software Engineering និយាយរួមទៅគឺពាក់ព័ន្ធមួយ IT សុទ្ធហ្មងអញ្ចឹងខ្ញុំគិតថាវីដេអូមួយនេះគឺមានសារៈសំខាន់ខ្លាំងមែនទែនចំពោះសិស្សច្បងឬសិស្សប្អូនមួយណាដែលចង់មករៀនផ្នែក IT នៅប្រទេសអូស្ត្រាលីមុននឹងចូលទៅដល់សាកលវិទ្យាល័យទាំង10ហ្នឹងខ្ញុំមានរឿងមួយចង់ប្រាប់គឺកាលខ្ញុំនៅធ្វើការនៅផ្សារទំនើបមួយឈ្មោះ Racol នៅប្រទេសអូស្ត្រាលីនេះខ្ញុំមានមិត្តភ័ក្ដិខ្ញុំម្នាក់ជនជាតិឥណ្ឌាគាត់រៀនជំនាញខាងផ្នែក IT ហ្នឹងខាង Software Engineer ដូចជាពាក់ព័ន្ធមួយ Satellite ហ្នឹងតែពេលគាត់រៀនហ្នឹងពេលគាត់រៀនចប់មកជនជាតិឥណ្ឌាដូចជាគេឲ្យធ្វើការរយៈពេល3ឆ្នាំហើយកំឡុងពេលដែលគាត់ធ្វើការឲ្យគេហ្នឹងគឺគេឲ្យគាត់ប្រាក់ខែរៀងទាបមួយឆ្នាំខ្ទង់តែ 40,000 ទេប៉ុន្តែគាត់ស៊ូធ្វើឲ្យតកែម្នាក់ហ្នឹងគាត់ស៊ូធ្វើឲ្យគេរហូតដល់គេធានាគាត់បានសញ្ជាតិហើយការងារទី2របស់គាត់បន្ទាប់ពីការងារទី1របស់គាត់ហ្នឹងឡើងប្រាក់ខែពី 40,000 ក្នុងរយៈពេលមួយឆ្នាំទៅដល់ពី10,000 ក្នុងរយៈពេលមួយឆ្នាំគឺថាគុណនឹង3ប្រាក់ខែអញ្ចឹងបានន័យថា IT នេះគឺជាការងារមួយដែលផ្ដល់ប្រាក់ខែអាចផ្ដល់ប្រាក់ខែមានឥទ្ធិពលខ្ពស់ទៅដល់អ្នកធ្វើការនៅក្នុងជំនាញ IT មួយនេះអូខេឥឡូវកុំឲ្យរងចាំយូរខ្ញុំគិតថាដល់វគ្គចូលមើលសាកលវិទ្យាល័យកម្ពុជាទាំង10នៅប្រទេសអូស្ត្រាលីសម្រាប់មុខវិជ្ជា IT ហ្នឹងហើយអូខេ let's go សាកលវិទ្យាល័យទី1គឺ University of Melbourne លេខ2គឺ University of New South Wales លេខ3គឺ University of Sydney លេខ4 Monash University លេខ5 Australian National University លេខ6 University of Queensland លេខ7 University of Technology Sydney UTS លេខ8 RMIT University លេខ9 University of Adelaide ហើយនឹងចុងក្រោយគេគឺលេខ10 University of Western Australia គិតយ៉ាងណាដែរបងប្អូនចំពោះមុខវិជ្ជា IT មួយនេះគឺជាមុខវិជ្ជាមួយដែលខ្ញុំចង់រៀនពីដំបូងដែរមុននឹងខ្ញុំយក Accounting and Finance នេះខ្ញុំបានសាករៀនខ្លួនឯងខ្ញុំសាកមើលមេរៀនអនឡាញពីសាកលវិទ្យាល័យ Harvard គេបង្ហោះមេរៀន IT ឲ្យ free ហើយខ្ញុំរៀនបានប្រហែលប្រហែលមិនដឹងថាបានប្រហែលម៉ោងប៉ុន្តែរៀនងួយដេកខ្ញុំគិតថាវាមិនមែនសម្រាប់ខ្ញុំទេបើសិនជាខ្ញុំចូលចិត្តខ្លាំងមែនទែនខ្ញុំមិនដល់ថ្នាក់ងួយដេកហ្នឹងទេអញ្ចឹងខ្ញុំក៏បោះបង់វាចោលហើយខ្ញុំក៏ទៅខាង Accounting Finance គឺជាអ្វីដែលខ្ញុំចូលចិត្តវិញតែសូមបញ្ជាក់មិនមែនចូលចិត្ត Accounting ទេចូលចិត្តទាំង Finance ទេគឺពាក់ព័ន្ធមួយលុយសុទ្ធមានសំណួរអីទៀតអាច comment សួរខាងក្រោមបានកុំភ្លេច follow page ខ្ញុំផងអរគុណច្រើនបាយ